ការរើសយកជំរឿនដែលស្ងៀមស្ងាត់វាមិនមែនជាជំរឿនដែលល្អនៅក្នុងការទទួលបានយុត្តិធម៌ទេយើងត្រូវតែទាមទារយុត្តិធម៌មកឲ្យខ្លួនឯងបើមិនបើយើងស្ងៀមស្ងាត់ច្បាស់ណាស់ថាយុត្តិធម៌នឹងនៅកាន់តែឆ្ងាយពីយើងទៅហើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមានសំណួរច្រើនមែនទែនដែលសួរមកកាន់ខ្ញុំថាតើពួកគាត់អាចចូលរួមនៅក្នុងយុទ្ធនាការតាសេដើម្បីសិទ្ធិរបស់អង្គការ Amnesty International បានដោយរបៀបណានៅក្នុងនោះមានពីរវិធីដែលពុកម៉ែបងប្អូនអាចចូលរួមបានជាមួយនឹងពួកយើងដែលវិធីទី1គឺជាការសរសេរសារឬលិខិតវិធីទី2គឺការចូលរួមញត្តិអនឡាញទាមទារឲ្យមានការដោះលែងសកម្មជនរបស់យើងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយតែពីវិធីឬក៏ការសរសេរសារតែប៉ុណ្ណឹងឯងខ្ញុំនឹងធ្វើវីដេអូមួយទៀតដើម្បីនិយាយពីរបៀបនៅក្នុងការទៅគាំទ្រញត្តិអនឡាញបងប្អូនអាចចូលរួមសរសេរសារនៅក្នុងសារហ្នឹងយើងមាន2ដូចគ្នាដែលទី1គឺសារទៅកាន់អ្នកនៅក្នុងពន្ធនាគារដែលបងប្អូនទាំងអស់គ្នាអាចជ្រើសរើសយកការសរសេរដោយប្រើជា postcard បែបនេះក៏បានហើយ postcard មិនមែនទាល់តែរូបអញ្ចឹងទេអាចអ្នកទាំងអស់គ្នារើសយក postcard តំណាងខេត្តឬក៏តំណាងប្រទេសដែលពុកម៉ែបងប្អូនកំពុងតែរស់នៅហើយ postcard ហ្នឹងបែបណាក៏បានដែលអ្នកទាំងអស់គ្នាគិតថាស្រឡាញ់ហើយចង់ផ្ញើទៅឲ្យអ្នកនៅក្នុងពន្ធនាគារបើសិនជាមិនមាន postcard បែបហ្នឹងទេអ្នកទាំងអស់គ្នាអាចទៅសេនៅក្នុងกระดาษរាមធម្មតាក៏បានឬក៏ជាប្រភេទស្លឹកសភៅបែបនេះក៏បានចំពោះទៅសេទៅលើกระดาษឬក៏ postcard បែបណាវាអត់សំខាន់ទេអ្វីដែលសំខាន់គឺជាសារនៅក្នុងហ្នឹងគឺមានអត្ថន័យសំខាន់ជាងនៅក្នុងហ្នឹងទាំង postcard ឬក៏ទាំងសភៅទាំងกระดาษរាមបងប្អូនអាចសរសេរជាសារលើកទឹកចិត្តចង់លើកទឹកចិត្តពួកគាត់អីគេខ្លះចង់អរគុណពួកគាត់អីគេខ្លះអាចជាសារនៃការនឹករលឹកពីការដែលអវត្តមានពួកគាត់ប្រហែលមួយឆ្នាំជាងនេះតើអ្នកទាំងអស់គ្នានឹកគាត់បែបណាខ្លះឬក៏អាចជាពាក្យពេចន៍ណាមួយដែលអ្នកទាំងអស់គ្នាចង់និយាយទៅកាន់ពួកគាត់អាចធ្វើបានបន្ទាប់ពីសរសេរហើយអ្នកទាំងអស់គ្នាថតរូបមកហើយផ្ញើទៅកាន់ Facebook page របស់ពួកយើងឬក៏ Instagram របស់ពួកយើងក៏បានដែរអ្នកទាំងអស់គ្នាអាចរើស platform ណាមួយក៏បាននៅក្នុងការផ្ញើសារទាំងអស់ហ្នឹងហើយពួកយើងនឹងចងក្រងរាល់សារលើកទឹកចិត្តទៅកាន់សកម្មជនរបស់យើងទាំង5នាក់វិធីទី2គឺការសរសេរសារគឺការនាយករដ្ឋមន្ត្រីដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនទាំង5រូបរបស់ពួកយើងពេលដែលអ្នកទាំងអស់គ្នាសរសេរហើយដូចគ្នាជាមួយនឹងសារទៅកាន់អ្នកទាំង5ដែរអ្នកទាំងអស់គ្នាអាចថតរូបហើយផ្ញើមកកាន់ពួកយើងបានពួកយើងនឹងចងក្រងទុកហើយយើងនឹងប្រមូលសារទាំងអស់ហ្នឹងដាក់ជាមួយនឹងសាររបស់បងប្អូនជាបណ្ដាញរបស់យើងនៅជុំវិញពិភពលោកដែលគាត់ក៏ចូលរួមសរសេរសារនឹងដូចគ្នាយើងនឹងដាក់ចូលគ្នាដើម្បីផ្ញើទៅនាយករដ្ឋមន្ត្រីតែម្ដងពីការទាមទារមានការដោះលែងខ្ញុំសង្ឃឹមថាពួកយើងទាំងអស់គ្នានឹងប្រើសម្លេងរបស់យើងប្រើការសាមគ្គីភាពគ្នាដើម្បីទាមទារយុត្តិធម៌សង្គមយុត្តិធម៌បរិស្ថានយុត្តិធម៌ជូនសកម្មជនបរិស្ថានរបស់យើងឲ្យមានសេរីភាពឡើងវិញការរើសយកជំរឿនដែលស្ងៀមស្ងាត់វាមិនមែនជាជំរឿនដែលល្អនៅក្នុងការទទួលបានយុត្តិធម៌ទេយើងត្រូវតែទាមទារយុត្តិធម៌មកឲ្យខ្លួនឯងបើមិនបើយើងស្ងៀមស្ងាត់ច្បាស់ណាស់ថាយុត្តិធម៌នឹងនៅកាន់តែឆ្ងាយពីយើងទៅហើយជាចុងក្រោយខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រចលនាមេដាធម្មជាតិកន្លងមកការគាំទ្ររបស់ពុកម៉ែបងប្អូនជាកម្លាំងជំរុញខ្លាំងមែនទែនជាការលើកទឹកចិត្តខ្លាំងមែនទែនមកដល់សកម្មជនរបស់យើងទាំងអស់រាល់សមិទ្ធផលរបស់មេដាធម្មជាតិកន្លងមកគឺជាផ្នែកមួយរបស់ពុកម៉ែបងប្អូនមេដាធម្មជាតិអត់អាចធ្វើការទៅមុខបានទេអត់អាចមានដំណោះស្រាយសង្គមអត់អាចការពារធនធានធម្មជាតិបានទេបើមិនជាគ្មានការចូលរួមរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនគឺជាផ្នែកមួយដ៏សំខាន់ខ្លាំងមែនទែននៅក្នុងចលនារបស់ពួកយើងនៅក្នុងការពារធនធានធម្មជាតិសូមអរគុណពុកម៉ែបងប្អូនម្ដងទៀតហើយសង្ឃឹមថាកុំភ្លេចចូលរួមសរសេរសារទាំងអស់គ្នាណាបាយបាយ